ប្រតិបត្តិការសំខាន់ជាពិសេសអង្គការហ៊ុនតូហើយនិងប្រធានផ្នែកសំខាន់នៃក្រុមហ៊ុនហ្នឹងនោះមានន័យថាវាទៅជារឿងបង្កើតនៅបទល្មើសថ្មីមួយទៀតគឺបទល្មើសនៃការខុបខិតគ្នារវាងម្ចាស់ក្រុមហ៊ុនហើយនិងអ្នកអនុវត្តច្បាប់ក្នុងរដ្ឋាភិបាលចាយើងចោទថាគេត្រូវរើគ្នាគេជួយជ្រោមជ្រែងគ្នាយ៉ាងម៉េចបាននៅពេលដែលខាងធនាគារជាតិក៏គេចេញសេចក្តីថ្លែងការណ៍គេថាគេមានវិធានការដែរដូចជាគេដកអាជ្ញាប័ណ្ណអីចឹងទៅហើយគេប្រាប់ថាប្រតិបត្តិការមួយចំនួននៅក្នុងការលាងលុយកខ្វក់គឺការប្រើប្រាស់រូបិយប័ណ្ណelectronic cryptocurrency អីហ្នឹងគឺគេមិនបានអនុញ្ញាតទេតាំងពីដើមមកវាខុសច្បាប់កម្ពុជារួចរាល់ទៅហើយដូច្នេះគេក៏ចេញសេចក្តីថ្លែងការណ៍មកហើយគេបានបិទអាជ្ញាប័ណ្ណអីចឹងទៅដូច្នេះតើយើងអាចចាត់ទុកថាចំណាត់ការរបស់ធនាគារជាតិកាន់តែបង្កើនការសង្ស័យថែមកម្រិតមួយទៀតរវាងក្រុមហ៊ុន Hui Wan Pay របស់អង្គការហ៊ុនតូជាមួយនឹងពួកមន្ត្រីរដ្ឋាភិបាលនិងធនាគារជាតិពីព្រោះអីពីព្រោះក្រុមហ៊ុន Hui Wan Pay នេះទី1រកស៊ីលាងលុយកខ្វក់រាប់ឆ្នាំមកហើយរដ្ឋាភិបាលនិងធនាគារជាតិនៅកម្ពុជាអត់មានចំណាត់ការអ្វីទាំងអស់រហូតទាល់តែ US Department រដ្ឋាភិបាលសហរដ្ឋអាមេរិករកឃើញអង្គការជំនាញអន្តរជាតិរកឃើញទើបនាំគ្នាផ្អើលទី2បន្ទាប់ពីផ្អើលហើយធនាគារជាតិខ្លួនឯងចាប់ផ្ដើមបិទអាជ្ញាប័ណ្ណដោយអ្នកស្រីជីវីលើកឡើងអំបញ្ញមិញហ្នឹងមែនក៏ប៉ុន្តែបិទអាជ្ញាប័ណ្ណជាងមួយឆ្នាំទៅហើយនៅតែរកស៊ីលាងលុយកខ្វក់បានជាធម្មតានេះគឺជាការបង្កើតការសង្ស័យមួយណាបន្ទាប់ពីបិទអាជ្ញាប័ណ្ណរួចហើយចំណុចដែលគួរឲ្យសង្ស័យមួយទៀតគឺនៅត្រង់ថារដ្ឋាភិបាលធនាគារជាតិក្តីអាជ្ញាធរមានសមត្ថកិច្ចអត់បានចាត់វិធានការតាមផ្លូវច្បាប់ស៊ើបអង្កេតទៅលើអង្គការហ៊ុនតូហើយនិងអ្នកពាក់ព័ន្ធផ្សេងទៀតដែលជាប្រតិបត្តិការមេសំខាន់នោះទេនោះមានន័យថាដំណើរការចាត់ការរបស់ធនាគារជាតិក្តីរដ្ឋាភិបាលរបបភ្នំពេញក្រុមគ្រួសារហ៊ុនក្តីកាន់តែបង្កើនការសង្ស័យអំពីបទល្មើសថ្មីបន្ថែមទៀតតាក់ទងទៅនឹងអក្រិតកម្មនៃការលាងលុយកខ្វក់នៅក្នុងប្រទេសកម្ពុជាមិនត្រឹមតែជាអក្រិតកម្មលាងលុយកខ្វក់របស់អង្គការហ៊ុនតូឬក៏ក្រុមហ៊ុន Hui Wan Pay ហ្នឹងឯងមានន័យថាមានអក្រិតកម្មថែមទៀតនៃការខុបខិតគ្នារវាងស្ថាប័នរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនជាមួយនឹងក្រុមហ៊ុនហ្នឹងចាតកតងនឹងការអូសបន្លាយនេះចាដោយលោកកឹមសុខបានលើកអញ្ចឹងថាគឺមានការបិទទ្វារបិទអាជ្ញាដកហូតអាជ្ញាប័ណ្ណហ្នឹងមួយឆ្នាំមកហើយអ្វីក៏នៅតែអាចប្រតិបត្តិការបានរហូតមកដល់ពេលនេះទើបលែងដំណើរការតទៅទៀតបានយើងក៏មើលឃើញដែរមានក្រុមហ៊ុនរបស់លោកចិនស៊ីចាមាន Prince Group អីហ្នឹងក៏ឃើញថាមិនជាដាច់ទាំងស្រុងថាតើមានប្រតិបត្តិការឬក៏ចាត់វិធានការយ៉ាងម៉េចឲ្យច្បាស់លាស់ហ្នឹងគឺមិនបានឃើញទេហើយអ្វីដែលលោកកឹមសុខបានលើកនេះក៏ធ្វើឲ្យខ្ញុំនឹកឃើញដែរទៅដល់ក្រុមហ៊ុនដែលរកស៊ីអត់ម្សៅនៅក្នុងកម្ពុជាយើងនឹងមានក្រុមហ៊ុនជាច្រើនដែលរបស់អង្គការដែលរកស៊ីដីធ្លីផ្ទះសម្បែងការវិនិយោគទុនអីផ្សេងហ្នឹងគឺបោកប្រាស់ប្រជាពលរដ្ឋដែរហើយមកដល់ពេលនេះដូចជាក្រុមហ៊ុនលេងចនាអីជាដើមហ្នឹងគឺនៅតែអ្នកដែលជាជនរងគ្រោះនៅតែតវ៉ានៅតែទាមទារថាពួកគាត់នៅតែមិនអាចទទួលបានសំណងពួកគាត់នៅតែជួបបញ្ហានៅក្នុងការដោះស្រាយតាមផ្លូវច្បាប់នៅមិនទាន់ចេញបានយុត្តិធម៌សម្រាប់ពួកគាត់នៅឡើយហើយក៏ធ្វើឲ្យខ្ញុំនឹកឃើញផងដែរទៅដល់សម្ដីរបស់លោកហ៊ុនម៉ាណែតកាលដែលមានផ្ទុះរឿងគ្រូជោគជ័យរឿងក្រុមអង្គការនៅក្នុងស្រុកដែលបោកប្រាស់ប្រជាពលរដ្ឋជាពិសេសនោះគឺរឿងការដែលឲ្យពលរដ្ឋដាក់ទុនវិនិយោគហើយបានប្រាក់ចំណេញការប្រាក់នោះប៉ុន្តែក្រោយមកក៏ស្រាប់តែជារឿងបោកប្រាស់ជាក្រុមហ៊ុនបោកប្រាស់ទៅវិញហ្នឹងលោកហ៊ុនម៉ាណែតកាលនោះបានលើកឡើងថាគេប្រៀបធៀបអ្នករកស៊ីនឹងឲ្យទៅជាមេមន់ហើយគេត្រូវការតែពងមន់ទេដូច្នេះគេទុកមន់ដើម្បីឲ្យពងដើម្បីបានចំណូលដូច្នេះប្រកាសជាដោយលោកកឹមសុខលើកឡើងអញ្ចឹងថាអាចនឹងមានជាប់ពាក់ព័ន្ធគ្នាហើយមិនចាត់វិធានការក៏ដោយសារតែមានផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក
ចាស់លោកគឹបសុកចំពោះរឿងរដ្ឋកម្មឆបោកតាមអនឡាញនេះដោយនេះខ្ញុំរៀបរាប់អញ្ចឹងថានៅក្រុមហ៊ុនក្នុងស្រុករដ្ឋាភិបាលអាចពង្រើយកន្តើយអាចពន្យាអាចមិនយកចិត្តទុកដាក់ទុកឲ្យប្រជាពលរដ្ឋរងគ្រោះចេញតវ៉ារៀងរាល់ថ្ងៃចុះនៅក្នុងករណីដែលរដ្ឋកម្មឆបោកតាមអនឡាញនេះគឺវាមានពាក់ព័ន្ធមិនមែនតែកម្ពុជាទេគឺពាសពេញពិភពលោកហ្នឹងតើកម្ពុជាអាចពង្រើយកន្តើយអញ្ចឹងបានទេឬក៏កម្ពុជាអាចនឹងជួបបញ្ហាអីខ្លះនៅក្នុងរឿងនេះចា៎រដ្ឋាភិបាលក្រុមគ្រួសារហ៊ុនរបបភ្នំពេញមិនអាចប្រងើយកន្តើយបានទេបើទោះបីជាប្រឹងប្រងើយកន្តើយឬប្រឹងការពារអក្រិតជនក៏មិនអាចទៅរួចដែរពីព្រោះចរន្តអន្តរជាតិធំពេកជប៉ុនកូរ៉េខាងត្បូងអង់គ្លេសអឺរ៉ុបសហរដ្ឋអាមេរិកកាណាដាសម្រុកខ្លាំងណាស់នៅក្នុងការកម្ចាត់អក្រិតកម្មឆ្លងដែននេះមួយវិញទៀតសាររបស់រដ្ឋាភិបាលអាមេរិកក៏ច្បាស់ដែរអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកប្រាប់កាសែតជប៉ុន Nikkei Asia ច្បាស់លើ4ចំណុចអំពីទំនាក់ទំនងជាមួយកម្ពុជាទី1និយាយឲ្យបានច្បាស់អំពីការអនុវត្តច្បាប់លើរឿងរ៉ាវពាណិជ្ជកម្មมันអាចពាណិជ្ជកម្មលាងលុយកខ្វក់ដូចនៅប្រទេសកម្ពុជាសពថ្ងៃនេះទេទី2និយាយច្បាស់ណាស់គឺបំផ្លាញសម្បុកអក្រិតកម្មនៅប្រទេសកម្ពុជាឲ្យបាននេះគឺបើចង់មានកិច្ចសហប្រតិបត្តិការជាមួយនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិកទី3គេអត់ប្រើពាក្យថាស្ដារប្រជាធិបតេយ្យទេក៏ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកនិយាយច្បាស់ថាត្រូវដោះស្រាយអ្នកទោសមនសិការឬក៏អ្នកទោសដែលចោទប្រកាន់ពាក់ព័ន្ធទៅនឹងរឿងនយោបាយត្រូវដោះលែងពួកគេហើយទី4ត្រូវមានសេរីភាពសារព័ត៌មានហើយដូច្នេះហើយចំណុច4នេះរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកគេដឹងច្បាស់ថាវាទាល់តែដល់កម្រិត4ហ្នឹងទើបអាចកម្ចាត់អក្រិតកម្មឆ្លងដែននៅប្រទេសកម្ពុជាបានហើយខ្ញុំសូមបញ្ជាក់បន្ថែមពីអ្នកស្រីជីវីបន្តិចទៅចុះពាក្យថាអក្រិតកម្មឆ្លងដែននេះណាបងប្អូនវាមិនមែនត្រឹមតែជាការឆបោកលុយពលរដ្ឋអាមេរិកពលរដ្ឋនៅក្រៅប្រទេសហ្នឹងទេយើងមើលរបាយការណ៍របស់ US Department រដ្ឋាភិបាលសហរដ្ឋអាមេរិករបាយការណ៍របស់អង្គការសហប្រជាជាតិរបាយការណ៍របស់អង្គការជំនាញអន្តរជាតិប្រឆាំងនឹងអក្រិតកម្មឆ្លងដែននិងការលាងលុយកខ្វក់ដូចជា Humanity Research Consultancy ជាដើមណាគេសរសេរច្បាស់ណាស់ថាវាមានបណ្ដាញតាំងពីពួកម៉ាហ្វៀនៅចិនពួកម៉ាហ្វៀនៅភូមាពួកម៉ាហ្វៀនៅប្រទេសផ្សេងទៀតសហការជាមួយអ្នកមានអំណាចនៅកម្ពុជាហើយពួកម៉ាហ្វៀទាំងអស់ហ្នឹងមិនមែនបង្កើតតែក្រុមហ៊ុនបោកប្រាស់លាងលុយពីក្រៅប្រទេសទេគឺបង្កើតក្រុមហ៊ុននៅក្នុងស្រុកហ្នឹងឯងក្រុមហ៊ុននៅក្នុងស្រុកហ្នឹងយើងឃើញមានក្រុមហ៊ុនបោកប្រាស់ជាច្រើនដូចអ្នកស្រីជីវីលើកឡើងអំបញ្ញមិញហើយចំណុចមួយទៀតដែលខ្ញុំសូមរំលឹកជូនបងប្អូនណាសូម្បីតែការលក់អត្តសញ្ញាណប័ណ្ណសូមទោះលក់សញ្ជាតិខ្មែរហ្នឹងណាក៏ជាផ្នែកមួយនៃការលាងលុយកខ្វក់ក្នុងបណ្ដាញអក្រិតកម្មឆ្លងដែនដែរខ្ញុំភ្លេចទិន្នន័យទៅប៉ុន្តែក្នុងរបាយការណ៍របស់ Humanity Research Consultancy គេនិយាយថានៅប្រទេសភូមាហើយនៅប្រទេសកម្ពុជានោះគឺគេលក់សញ្ជាតិនោះរាប់ម៉ឺនឯណោះទៅឲ្យជនជាតិជាពិសេសចិនហើយដូច្នេះហើយអាបណ្ដាញអក្រិតកម្មឆ្លងដែនគឺជាបញ្ហាធំនៅក្នុងប្រទេសកម្ពុជាហើយមិនអាចចេះតែរដ្ឋាភិបាលគ្រប់គ្រងប្រទេសបច្ចុប្បន្ននោះប្រងើយកន្តើយបានទេប្រសិនបើមិនកម្ចាត់តាមនយោបាយដែលចង់មានកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកក៏គេមិននៅស្ងៀមដែរហើយបណ្ដាញរបស់សហរដ្ឋអាមេរិកឥឡូវកាន់តែធំក្នុងរឿងកម្ចាត់អក្រិតកម្មឆ្លងដែនមួយវិញទៀតខ្ញុំចង់បញ្ជាក់ថាអក្រិតកម្មឆ្លងដែននេះណាវាគ្រោះថ្នាក់ដោយភេរវកម្មអញ្ចឹងពីមុនភេរវកម្មអាវុធប៉ុន្តែបណ្ដាញអក្រិតកម្មឆ្លងដែននេះត្រូវគេចាត់ទុកថាជាភេរវកម្មដ៏ទំនើបថ្មីមួយដែលគួរឲ្យខ្លាចពីព្រោះលុយច្រើនពេកគ្រាន់តែលួចលុយពីពលរដ្ឋអាមេរិកគេរកឃើញណាត្រឹមតែគេរកឃើញគេរកមិនទាន់ឃើញយើងកុំទាន់និយាយគេរកឃើញនេះ Gen Z 15,000 លានដុល្លារទៅហើយយើងគិតមើលលុយ 15,000 លានដុល្លារអាចទៅបំផ្ទុះកំទេចប្រទេសតូចតាចណាមួយក៏បានដែរគេប្រើលុយហ្នឹងណាអញ្ចឹងហើយវាជាប្រព័ន្ធភេរវកម្មទំនើបមួយដែលគួរឲ្យខ្លាចបំផុតក្នុងសម័យបច្ចុប្បន្នដែលគេអាចនិយាយថាជាសង្គ្រាមភេរវកម្មមួយដែលគេប្រើលុយសម្ងាត់ប្រើលុយតាមរបៀបអក្រិតកម្មឆ្លងដែនចា៎ដូច្នេះអ្វីដែលលោកកឹមសុខបានលើកឡើងនេះគឺมันអាចស្ងៀមបានទេ
នៅពេលដែលมันអាចស្ងៀមនឹងថាតើអាចបន្លែបន្លំបានទេអាចចាត់វិធានការគ្រាន់តែជាលេសជាខែលបានទេដោយក្នុងករណីដែលកើតមានបទល្មើសនានាក្រុមហ៊ុនឆបោកនៅក្នុងស្រុកដែលប្រជាពលរដ្ឋនៅតែដង្ហើយហៅរយុទ្ធធម៌អសោះនោះប៉ុន្តែអាជ្ញាធរថាបានចាត់វិធានការហើយបានចាប់មនុស្សដែលជាប្រធានក្រុមហ៊ុនដាក់ពន្ធនាគារហើយអីហើយអញ្ចឹងប៉ុន្តែវាដូចជាគ្រាន់តែជាការបង្ហាញឲ្យឃើញមួយជ្រុងអញ្ចឹងតើអាចធ្វើអញ្ចឹងបានទេបន្លែបន្លំគេបានมันអាចបន្លំបានទេ មុនទេចា มันអាចបន្លំបានទេពីព្រោះរបាយការណ៍គ្រប់របាយការណ៍ទាំងអស់ទាំងរបាយការណ៍ US Department រដ្ឋាភិបាលសហរដ្ឋអាមេរិកទាំងរបាយការណ៍របស់អង្គការជំនាញអន្តរជាតិធំទាំងរបាយការណ៍របស់អង្គការសហជីវជាតិគេនិយាយច្បាស់ថាចំណាត់ការដែលរដ្ឋាភិបាលរបស់ភ្នំពេញធ្វើតែទៅលើមនុស្សកំពេចកំប៉ុកអត់បានចាត់ការអ្នកពាក់ព័ន្ធធំអត់បានចាត់ការពួកអង្គការធំអត់បានចាត់ការលើមន្ត្រីរដ្ឋាភិបាលធំក៏អត់បានចាត់ការលើអក្រិតកម្មអក្រិតជនពីក្រៅប្រទេសដែលកំពុងតែមានឥទ្ធិពលនៅប្រទេសកម្ពុជារហូតទៅដល់គេនិយាយថាបច្ចុប្បន្នកម្ពុជាពួកអក្រិតកម្មបណ្ដាញអក្រិតកម្មឆ្លងដែនឬក៏អក្រិតជនឆ្លងដែនហ្នឹងត្រឹមតែមានឥទ្ធិពលទេប៉ុន្តែទៅថ្ងៃអនាគតពួកហ្នឹងគឺជាអ្នកដឹកនាំកម្ពុជាតែម្ដងហើយរដ្ឋាភិបាលបច្ចុប្បន្នប្រសិនបើនៅបន្តក្រុមគ្រួសារហ៊ុនហ្នឹងគ្រាន់តែជាអ្នកចាំធ្វើតាមពួកបណ្ដាញអក្រិតជនអន្តរជាតិតែប៉ុណ្ណោះដូច្នេះគេឃើញច្បាស់ថារឿងនេះមិនអាចបន្លំគេបានទេពីព្រោះរបាយការណ៍របស់គេស្រាវជ្រាវមានបែបផែនបែបបត់ត្រឹមត្រូវហើយមានសំអាងច្រើនណាស់មិនមែនមនុស្សកប៉ិកកប៉ុកអាចធ្វើបានទេបណ្ដាញស្រាវជ្រាវរបស់គេមានអង្គការជំនាញរាប់រយនៅក្នុង reference របស់គេចាចុះអាចអញ្ចេះបានដែរទេលោកកឹមសុខអាចមានវិធីអីផ្សេងទៀតទេឧទាហរណ៍ដូចថាពេលកន្លងមកនេះនៅពេលដែលសហគមន៍អន្តរជាតិមានទាំងអឺរ៉ុបមានទាំងសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសប្រជាធិបតេយ្យមួយចំនួនទៀតហ្នឹងជំរុញរដ្ឋាភិបាលកម្ពុជានឹងកែលម្អសិទ្ធិមនុស្សកែលម្អប្រជាធិបតេយ្យដើម្បីឲ្យខ្លួននឹងបានជំនួយពីបរទេសមកបន្តទៀតជាថវិកាសម្រាប់ថវិកាជាតិផងជាជំនួយសម្រាប់ប្រជាពលរដ្ឋដែលគាត់ត្រូវការជំនួយនឹងផងហើយនឹងជំនួយផ្នែកពាណិជ្ជកម្មដែលមានការបន្ធូរបន្ថយពន្ធអីជាដើមហ្នឹងគឺគេបានដាក់លក្ខខណ្ឌអញ្ចឹងប៉ុន្តែរដ្ឋាភិបាលកម្ពុជាជ្រើសរើសយកមិនអនុវត្តរឿងហ្នឹងទេគឺនៅតែបន្តចាប់ខ្លួនសកម្មជនបកប្រឆាំងដាក់ពន្ធនាគារបន្តបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋបិទមាត់ប្រជាពលរដ្ឋខ្លួនឯងហើយបន្តធ្វើរឿងរ៉ាវជាច្រើនទៀតដែលជាការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធដែលធ្វើឡើងដោយអាជ្ញាធររដ្ឋហ្នឹងគឺនៅតែបន្តធ្វើទេហើយបិទភ្នែកបញ្ជាក់ថាខ្លួនមិនត្រូវការជំនួយទាំងអស់នឹងទេដោយចោទថាជាជំនួយដែលមានការរំលោភបំពានទៅលើអធិបតេយ្យភាពកម្ពុជាជាដើមហើយក៏ជ្រើសរើសយកវិធីមួយបន្តការគ្រប់គ្រងបែបដូចបច្ចុប្បន្នហ្នឹងទៅហើយមិនត្រូវការជំនួយមិនត្រូវការអីទេពីខាងក្រៅហ្នឹងតើអាចមានវិធីណាដែលគេអាចកិច្ចទៅអញ្ចឹងគេធ្វើដូចឥឡូវនឹងបានដែរទេចា៎គេខិតខំប្រឹងប្រែងធ្វើបែបហ្នឹងគេព្យាយាមបដិសេធជំនួយស្របច្បាប់កិច្ចសហប្រតិបត្តិការក្នុងតម្លៃនៃការការពារសិទ្ធិមនុស្សប្រជាធិបតេយ្យគេកិច្ចពីរឿងទាំងអស់ហ្នឹងមែនតើទៅគេព្យាយាមកិច្ចហើយកិច្ចទៀតមិនអាចហ៊ានផ្សះផ្សាខ្ញុំមើលឃើញថាមកពីបណ្ដាញអក្រិតកម្មឆ្លងដែននៅប្រទេសកម្ពុជាវាដល់កម្រិតមួយដល់កម្រិតដែលជាស្ថាប័នមេឬក៏ជាអ្នកបញ្ជាលើប្រព័ន្ធរដ្ឋបាលដឹកនាំនៃអំណាចក្រុមគ្រួសារហ៊ុនទៅហើយមានន័យថាក្រុមគ្រួសារហ៊ុនរើលែងរួចពីបណ្ដាញអក្រិតកម្មឆ្លងដែនទៅហើយដូច្នេះហើយសម្រាប់ស្ថានភាពកម្ពុជាបច្ចុប្បន្នតាមខ្ញុំមើលចរន្តអន្តរជាតិគេព្យាយាមនិយាយអំពីប្រជាធិបតេយ្យគេព្យាយាមនិយាយអំពីសិទ្ធិមនុស្សគេព្យាយាមនិយាយអំពីសន្តិសុខក្នុងតំបន់ដើម្បីគេបញ្ជ្រាបចូលទៅក្នុងកិច្ចសហប្រតិបត្តិការណាមួយនៅប្រទេសកម្ពុជានៃដែលសំខាន់របស់គេក៏គេព្យាយាមក្នុងការកម្ចាត់ឲ្យបាននៅអក្រិតកម្មឆ្លងដែនគឺរកកិច្ចសហប្រតិបត្តិការដើម្បីគាស់រំលើងអក្រិតកម្មឆ្លងដែនពីព្រោះបញ្ហាអក្រិតកម្មឆ្លងដែននៅប្រទេសកម្ពុជាធ្ងន់ធ្ងរណាស់
ធ្ងន់ធ្ងរជាងនៅប្រទេសភូមាទៅទៀតពីព្រោះនៅភូមាគេថ្លឹងមើលឃើញថាពួកមេអំណាចយោធានៅភូមានៅមានអំណាចលើពួកអក្រិតកម្មឆ្លងដែនទេប៉ុន្តែនៅកម្ពុជាមេដឹកនាំនៅកម្ពុជាបច្ចុប្បន្នអត់មានអំណាចលើអក្រិតកម្មឆ្លងដែនឡើយប៉ុន្តែអ្វីដែលយើងឃើញដូចយើងបានឃើញស្រាប់ហើយលោកហ៊ុនសែនក្តីលោកហ៊ុនម៉ាណែតក្តីរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនក្តីសុទ្ធតែคล้ายទៅជាអ្នកនាំពាក្យឬក៏ជាស្ថាប័នការពារអក្រិតកម្មឆ្លងដែនអត់ហ៊ានប៉ះទេ ចាអឺនៅពេលដែលមិនហ៊ានប៉ះបែបនេះតើអាចជ្រើសរើសមធ្យោបាយចង់បានពីលោកកឹមសុខបញ្ជាក់ឲ្យច្បាស់មកថាតើអាចយើងអាចមើលឃើញជាសេណារីយ៉ូយ៉ាងម៉េចសម្រាប់រដ្ឋាភិបាលកម្ពុជារដ្ឋាភិបាលរបស់លោកហ៊ុនម៉ាណែតដើម្បីគេចវេះពីរឿងហ្នឹងចា៎រដ្ឋាភិបាលលោកហ៊ុនម៉ាណែតគេចវេះអត់បានទេពីរឿងហ្នឹងពីព្រោះអីចំណុចទី1រដ្ឋាភិបាលនេះកើតឡើងពីគេហៅថាស្ពាននៃហិរញ្ញវត្ថុអក្រិតកម្មឆ្លងដែនកុំភ្លេចថានៅពេលដែលលើកលោកហ៊ុនម៉ាណែតឲ្យធ្វើជានាយករដ្ឋមន្ត្រីប្រទេសកម្ពុជាឆ្នាំ2023ដោយឪពុករបស់គាត់ហ្នឹងលោកហ៊ុនសែនបានរៀបបណ្ដាញអក្រិតកម្មឆ្លងដែនរួចទៅហើយដើម្បីយកលុយមកចិញ្ចឹមអំណាចក្រុមគ្រួសារហ៊ុនគឺចាប់ផ្ដើមនៅឆ្នាំ2014កន្លងមកជាបន្តបន្ទាប់គឺសុទ្ធតែជាសេដ្ឋកិច្ចនៃចាលោកកឹមសុខកាត់ប្រសាសន៍លោកត្រង់កន្លែងនេះថាជួនកាលទៅមនុស្សល្អមនុស្សដែលស្មោះត្រង់មនុស្សដែលមិនមានល្បិចនឹងអាចគិតមិនឃើញល្បិចឬក៏កិច្ចកលឬក៏សន្តានរបស់មនុស្សអាក្រក់ទេជាឆ្នេះបើសិនជាក្រុមមនុស្សអាក្រក់ជាអក្រិតជនផងប្រមូលផ្ដុំគ្នាប្រហែលជាអាចមានមធ្យោបាយកិច្ចវេះរឿងនេះដែលយើងមើលមិនឃើញដែលយើងជាមនុស្សល្អជាមនុស្សដែលស្មោះត្រង់នេះមើលមិនឃើញដូច្នេះតាមមើលទៅយើងនឹងតាមដានរឿងនេះទៀតថាតើនឹងមានការប្រែប្រួលមានវិធីមួយដែរអ្នកស្រីជីវីមានវិធីមួយដែរដែលអាចគេចវេះពីបញ្ហាហ្នឹងប៉ុន្តែមិនមែនពឹងលើលោកហ៊ុនម៉ាណែតទេមិនមែនពឹងលើលោកហ៊ុនសែនទេគឺពឹងលើគណៈបកប្រជាជនកម្ពុជាចេះភ្ញាក់រលឹកមានន័យថាក្នុងបណ្ដាញគណៈបកប្រជាជនកម្ពុជារដ្ឋាភិបាលក្រុមគ្រួសារហ៊ុននៃលោកហ៊ុនម៉ាណែតហ្នឹងចេះភ្ញាក់រលឹកទាញមកវិញនោះមានន័យថារៀបចំផ្ទៃក្នុងឡើងវិញអ្នកដែលមានឥទ្ធិពលអាចទុកអំណាចលោកហ៊ុនសែនលោកហ៊ុនម៉ាណែតឲ្យនៅមួយកន្លែងឬក៏កាត់បន្ថយអំណាចហ៊ុនសែនហ៊ុនម៉ាណែតខ្លះសិនហើយរៀបចំរដ្ឋាភិបាលនឹងឡើងវិញរកការផ្សះផ្សាជាមួយនឹងអ្នកប្រជាធិបតេយ្យអានឹងអាចប៉ុន្តែប្រសិនបើបដ ாய் ឲ្យលោកហ៊ុនសែនលោកហ៊ុនម៉ាណែតនិងក្រុមគ្រួសារហ៊ុនអត់មានផ្លូវទេអត់មានផ្លូវក្នុងការកម្ចាត់អក្រិតកម្មឆ្លងដែនអត់មានផ្លូវបកក្រោយទេបើសិនជាទូគណៈបកប្រជាជនថាកប៉ាល់តែចុះកុំឲ្យខ្ញុំនិយាយថាទូកគេថាតូចពេកតែកប៉ាល់គណៈបកប្រជាជននៅតែបដ ாய் ឲ្យលោកហ៊ុនសែនលោកហ៊ុនម៉ាណែតដឹកនាំកប៉ាល់ហ្នឹងគឺវាទៅរហូតដល់អស់ប្រេងនៅលិចតែម្ដងទៅចប់ប៉ុន្តែប្រសិនបើឲ្យលោកហ៊ុនសែនលោកហ៊ុនម៉ាណែតនៅមួយកន្លែងសិនឲ្យគាត់ចេះស្ដាប់យោបល់អ្នកដទៃក្នុងផ្ទៃក្នុងគណៈបកប្រជាជនកម្ពុជារួចហើយបណ្ដាញផ្ទៃក្នុងហ្នឹងទាញមកវិញខ្លះអាហ្នឹងអាចរកការដោះស្រាយបញ្ហាអក្រិតកម្មឆ្លងដែននឹងបានពីព្រោះកាលណារកការផ្សះផ្សាជាមួយអ្នកប្រជាធិបតេយ្យរកកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកអឺរ៉ុបអង់គ្លេសអីជាដើមនោះអាចដោះស្រាយបញ្ហានឹងបានប៉ុន្តែប្រសិនបើបដោយដោយសពថ្ងៃដោះស្រាយអត់ចេញទេគឺលោកហ៊ុនសែនលោកហ៊ុនម៉ាណែតបើកកប៉ាល់គណៈបកប្រជាជនហ្នឹងទាល់តែជួបព្យុះលិចតែម្ដងចាលោកកឹមសុខតាក់ទងទៅនឹងក្រុមហ៊ុន Huiwon Pay របស់លោកហ៊ុនតូចាលោកហ៊ុនតូគឺជាបងជីដូនមួយរបស់លោកហ៊ុនម៉ាណែតហើយយើងដឹងទាំងអស់គ្នាថាម្ដងពេលនេះក្រុមហ៊ុននេះមិនដំណើរការទេហើយអ្នកដែលជាអតិថិជនជាម្ចាស់បំណុលហ្នឹងគឺគាត់កំពុងតែជួបបញ្ហានៅក្នុងជីវភាពគឺពួកគាត់ដកលុយមិនបានដូច្នេះគាត់ត្រូវរកមធ្យោបាយធ្វើយ៉ាងម៉េចដើម្បីឲ្យពួកគាត់នឹងអាចមានលុយចាយវាយឬក៏មានដំណើរការជីវភាពនឹងទៅតាមធម្មតាដើម្បីរងចាំថាតើមានចំណាត់ការណាមួយឬក៏វិធានការណាមួយដែលខាងអាជ្ញាធរនឹងបញ្ជាក់ថាតើត្រូវដោះស្រាយយ៉ាងម៉េចចាធនាគារជាតិនៃកម្ពុជាចាបានលើកឡើងថាការដែលដកអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន
ហ៊ួយវ៉ាន់ផេរបស់លោកហ៊ុនតូននេះគឺដើម្បីធានាសុវត្ថិភាពនៅក្នុងប្រព័ន្ធធនាគារនៅកម្ពុជាហើយតកតងទៅនឹងការផ្ទេរសាច់ប្រាក់ប្រតិបត្តិការសាច់ប្រាក់អីផ្សេងៗហ្នឹងគឺការដែលក្រុមហ៊ុនហ៊ួយវ៉ាន់ផេនោះមានសេវាកម្មឬក៏មានប្រតិបត្តិការរូបិយប័ណ្ណគ្រីបតូនោះគឺជាប្រតិបត្តិការដែលខុសច្បាប់ដែលអាចនឹងធ្វើឲ្យមានផលប៉ះពាល់ទៅដល់ប្រតិបត្តិការការងាររបស់បណ្ដាញធនាគារផ្សេងៗនៅក្នុងចង្កោមនៃធនាគារជាតិនៃកម្ពុជានឹងហើយមួយវិញទៀតហ្នឹងធនាគារជាតិនៃកម្ពុជាបញ្ជាក់ថាធនាគារជាតិនឹងស្នើឲ្យម្ចាស់បំណុលនោះមានន័យថាគឺជាអតិថិជនជាសាធារណជនដែលអះអាងថាខ្លួននឹងកំពុងតែពាក់ព័ន្ធជាមួយនឹងគ្រឹះស្ថានទូទាត់សេវាសាច់ប្រាក់ Hui One Pay ហ្នឹងឲ្យទៅកាន់ធនាគារជាតិនៃកម្ពុជានោះដើម្បីគាត់រកដំណោះស្រាយហើយថាតើគេអាចនឹងធ្វើបានអ្វីខ្លះនៅក្នុងរឿងនេះធនាគារជាតិនៅកម្ពុជាមិនបានបញ្ជាក់ថាតើនឹងធ្វើអ្វីពិតប្រាកដទេប៉ុន្តែគេឲ្យយកអត្តសញ្ញាណប័ណ្ណឲ្យយកឯកសារអីដែលបញ្ជាក់ថាខ្លួនឯងនឹងមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន Hui One Pay ដែលជាម្ចាស់បំណុលឬក៏ជាអ្នកដែលមានលុយមានប្រាក់នៅក្នុងធនាគារនឹងដើម្បីទៅជួបធនាគារជាតិនៃកម្ពុជាប៉ុន្តែមិនការធ្វើបែបហ្នឹងមានដំណោះស្រាយយ៉ាងណាទេចាការធ្វើបែបហ្នឹងជាលេសទេពីព្រោះអីពីព្រោះទិន្នន័យរបស់អតិថិជនមានអស់ហើយធនាគារនោះដូច្នេះវាគ្រាន់តែថាឲ្យអតិថិជនយកអត្តសញ្ញាណប័ណ្ណយកប័ណ្ណបើកបរឬអីចឹងណាជាការសម្គាល់អតិថិជនហ្នឹងទៅធនាគារឬទៅអាជ្ញាធរវាគ្រាន់តែជាលេសទេលេសពន្យាពេលម្ដងហើយម្ដងទៀតដដែលហើយដដែលទៀតប៉ុន្តែការបង្កកនេះណាប្រសិនតែអត់មានលក្ខខណ្ឌច្បាស់លាស់ដើម្បីបញ្ជាក់ទៅអតិថិជនទេការបង្កកនេះគឺសម្រាប់ការពៀនលុយរបស់អង្គការហ៊ុនតូប៉ុណ្ណោះមានន័យថាប្រមូលលុយឬក៏បង្កកលុយនឹងទុកឲ្យអង្គការហ៊ុនតូឬទុកឲ្យក្រុមគ្រួសារហ៊ុនដែលជាម្ចាស់ក្រុមហ៊ុននឹងតែម្ដងអត់បានចាយទៅអតិថិជនទេហើយអតិថិជនចេះតែនាំគ្នាយកអត្តសញ្ញាណប័ណ្ណទៅអាជ្ញាធរទៅធនាគារជាតិទៅអីចឹងទៅចេះតែទៅរាប់ខែចឹងទៅអត់មានដំណោះស្រាយទេអញ្ចឹងដំណោះស្រាយដែលល្អទី1វាតើតែរដ្ឋាភិបាលដែលកំពុងដឹកនាំប្រទេសហ្នឹងណាបើកឲ្យអតិថិជនប្រើសេវាហ្នឹងក្នុងរយៈពេល1កុំឲ្យផ្ដាច់ភ្លាមប្រើក្នុងរយៈពេល1ដែលគាត់អាចដោះស្រាយជីវភាពរបស់គាត់បានហើយប្រព័ន្ធធនាគារ Hui One Pay ហ្នឹងណាត្រូវគ្រប់គ្រងដោយធនាគារជាតិទៅគ្រប់គ្រងដំណើរការហ្នឹងដើម្បីកុំឲ្យប្រតិបត្តិការដែលជាម្ចាស់ក្រុមហ៊ុនហ្នឹងដកលុយឬក៏យកលុយទៅធ្វើអក្រិតកម្មផ្សេងទៀតធ្វើបែបហ្នឹងបានមិនប៉ះពាល់អតិថិជនទី2បន្ទាប់ពីប្រាប់អតិថិជនថាអាចប្រើសេវាក្នុងរយៈពេលឧទាហរណ៍1ខែឬក៏2ខែឬក៏3ខែដើម្បីកុំឲ្យប៉ះពាល់អតិថិជនណាខ្ញុំមិនដឹងថាប្រហែលខែទេតើទៅសួរអតិថិជនហើយដូច្នេះហើយក្រុមហ៊ុននេះអាចបង្កកក្នុងបរិមាណមួយចំនួនធំអីចឹងទៅហើយបង្កកហ្នឹងជូនដំណឹងទៅអតិថិជនឲ្យច្បាស់ថាបង្កកដើម្បីដោះស្រាយបញ្ហាជូនអតិថិជនដដែលអតិថិជនដែលរងគ្រោះខាតបង់អីហ្នឹងដោះស្រាយជូនពួកគាត់ដោយយុត្តិធម៌តាមដំណើរការច្បាប់ធ្វើអញ្ចឹងទើបមិនប៉ះពាល់អតិថិជននិងមានទំនុកចិត្តសម្រាប់អតិថិជនប៉ុន្តែបើគ្រាន់តែបង្កកលុយហើយអតិថិជនយកអត្តសញ្ញាណប័ណ្ណទៅបង្ហាញរាប់ខែអ្នកខ្លះក្រុមហ៊ុនខ្លះបង្ហាញរាប់ឆ្នាំមិនដឹងមានដំណោះស្រាយផងហ្នឹងក្រុមហ៊ុនលេងចន្ទក្រុមហ៊ុនផ្សេងទៀតបោកប្រាស់បង្ហាញអត្តសញ្ញាណប័ណ្ណ2-3 ឆ្នាំហើយមិនទាន់មានដំណោះស្រាយអញ្ចឹងវាទៅជាដំណើរហ្នឹងគ្រាន់តែបង្កកលុយយកលុយហ្នឹងទៅឲ្យលោកហ៊ុនតូដដែលយកលុយហ្នឹងទៅឲ្យក្រុមគ្រួសារហ៊ុនដដែលអតិថិជនស្កកហើយត្រូវគេបោកប្រាស់មួយជាន់ទៀតណាអាហ្នឹងគេបង្កកលុយយកបោកប្រាស់អតិថិជនមួយជាន់ទៀតចានេះគឺជាការអះអាងរបស់លោកកឹមសុខចាប៉ុន្តែចំពោះធនាគារជាតិវិញចាគឺគេអះអាងថាចាគេទុករយៈពេលឲ្យអតិថិជនរបស់ធនាគាររបស់ក្រុមហ៊ុន Hui One Pay ហ្នឹងគឺខ្ទង់ជា10ថ្ងៃទេគឺចាប់ពីថ្ងៃទី8រហូតដល់ថ្ងៃទី19ខែធ្នូចាគឺអាចទៅបង្ហាញខ្លួនយកឯកសារអីពាក់ព័ន្ធថាខ្លួនឯងហ្នឹងមានប្រាក់បញ្ញើឬក៏មានពាក់ព័ន្ធរឿងរ៉ាវផ្សេងជាមួយនឹងក្រុមហ៊ុន Hui One Pay នេះចាលោកកឹមសុខ
ចំពោះសេចក្តីរាយការណ៍របស់លោកជុនច័ន្ទបុតមុននេះយើងបានឮពីខាងអ្នកស្រីមូសុខហួរបានជំរុញឲ្យអតិថិជនដែលជាសាធារណជនជាអ្នកដែលប្រើប្រាស់សេវារបស់ក្រុមហ៊ុន Hui One Pay ហ្នឹងឬក៏ក្រុមហ៊ុនផ្សេងទៀតជាធនាគារដែលប្រតិបត្តិការពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋកម្មឆបោកតាមអនឡាញហ្នឹងឲ្យទៅប្តឹងទៅក្រៅប្រទេសចាក្នុងនោះគាត់បានលើកឡើងថាទៅរដ្ឋាភិបាលសហរដ្ឋអាមេរិកទៅរដ្ឋាភិបាលនៃចក្រភពអង់គ្លេសជាពិសេសទាំងពីរហ្នឹងដើម្បីឲ្យគេអាចទូទាត់ប្រាក់មកពួកគាត់វិញតើអាចធ្វើចឹងកើតទេចាជាផ្លូវមួយដែរប៉ុន្តែបើនិយាយអំពីការទូទាត់ប្រាក់វាដូចជាការពិបាកបន្តិចប៉ុន្តែជាវិធីដោះស្រាយមួយដែរគឺដំណោះស្រាយក្នុងការជួយជំរុញកំចាត់ការលាងលុយកខ្វក់ជាអន្តរជាតិហើយសម្រាប់អតិថិជននៅប្រទេសកម្ពុជាយើងទំនងជាគាត់មានការលំបាកបន្តិចខ្ញុំគិតថាអញ្ចឹងប៉ុន្តែប្រសិនបើគាត់អាចចូលរួមបាននៅក្នុងប្រព័ន្ធហ្នឹងពិតជាល្អមែនទែនរួមចំណែកក្នុងការកំចាត់ការលាងលុយកខ្វក់ជាអន្តរជាតិតែចំណុចដែលមានប្រសិទ្ធភាពបំផុតនៅប្រទេសកម្ពុជាបច្ចុប្បន្នគឺចេញតវ៉ាពីព្រោះនេះវាស្ថិតនៅក្រោមចំណាត់ការរបស់រដ្ឋាភិបាលរបបក្រុងភ្នំពេញម្ល៉េះហើយអតិថិជនមានតែចេញតវ៉ានាំគ្នាតវ៉ាទាំងអស់គ្នាទៅរដ្ឋាភិបាលឲ្យបង្ហាញជំហរឲ្យច្បាស់នៅក្នុងការដោះស្រាយជូនពួកគាត់ទុកពេលប្រមាណឲ្យពួកគាត់ដកលុយតើពួកគាត់ដកលុយរបៀបណាហើយប៉ះពាល់ទេទៅដល់លុយរបស់ពួកគាត់ប្រសិនបើរដ្ឋាភិបាលត្រូវបង្កក់ចំណែកណាបង្កក់យកទៅធ្វើអីទុកសម្រាប់នរណាទុកសម្រាប់លោកហ៊ុនតូទុកសម្រាប់ក្រុមគ្រួសារហ៊ុនឬក៏ទុកសម្រាប់ដោះស្រាយជូនអតិថិជនក្នុងករណីចាំបាច់ណាផ្សេងដូច្នេះរឿងនេះវាទាល់តែមានការតវ៉ារបស់ប្រជាពលរដ្ឋនៅខាងក្នុងតែម្ដងជាមួយនឹងអាជ្ញាធររដ្ឋទើបអាចមានដំណោះស្រាយច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាជាក់ស្ដែងខ្ញុំនិយាយអំពីបញ្ហាជាក់ស្ដែងដែលត្រូវដោះស្រាយជាមួយនឹងក្រុមហ៊ុន Hui One Pay និងអតិថិជនក្រុមហ៊ុន Hui One Pay ទេប៉ុន្តែការដែលបញ្ជូនព័ត៌មានទៅរដ្ឋាភិបាលអង់គ្លេសទៅរដ្ឋាភិបាលអាមេរិកវាជាផ្នែកដ៏ធំមួយដែលខ្ញុំគិតថាគួរចូលរួមមែនឬក៏ត្រូវចូលរួមមែននៅក្នុងប្រព័ន្ធកម្ចាត់អក្រិតកម្មឆ្លងដែនជាអន្តរជាតិនិងការលាងលុយកខ្វក់ជាអន្តរជាតិចាតកតងទៅនឹងផលប៉ះពាល់ពីបទល្មើសដែលជាអក្រិតកម្មឆបោកតាមអនឡាញអំពើលាងលុយកខ្វក់ចាការធ្វើទារុណកម្មមនុស្សដែលមិនមែនតែពលរដ្ឋកម្ពុជាទេគឺមនុស្សពីបណ្ដាប្រទេសផ្សេងដែលមកធ្វើការនៅកម្ពុជានឹងការបង្ខាំងមនុស្សដោយខុសច្បាប់ហើយការជំរិតប្រាក់ពីបណ្ដាមនុស្សនៅពេញពិភពលោកនឹងគឺបានធ្វើឲ្យប៉ះពាល់មុខមាត់កម្ពុជាខ្លាំងណាស់នៅក្នុងរយៈពេលប្រហែលឆ្នាំចុងក្រោយនេះហើយវិស័យទេសចរកម្ពុជានឹងក៏មិនអាចងើបមុខឡើងវិញបានចាប់តាំងពីមានវិបត្តិជំងឺ Covid-19 មករហូតមកដល់ពេលនេះហើយមានករណីបទល្មើសអនឡាញនេះទៀតក៏កម្ពុជានឹងកំពុងតែរងផលប៉ះពាល់ខ្លាំងទៅលើផ្នែកទេសចរនេះចាចំពោះនាយករដ្ឋមន្ត្រីលោកហ៊ុនម៉ាណែតចាបានលើកឡើងថាកម្ពុជានឹងជំរុញចាប្រើគ្រប់មធ្យោបាយទាំងអស់ដើម្បីជំរុញវិស័យទេសចរនឹងឲ្យល្អប្រសើរឡើងវិញហើយក្នុងនឹងរដ្ឋាភិបាលរបស់លោកហ៊ុនម៉ាណែតក៏គ្រោងនឹងដាក់ឲ្យមានការអនុវត្តសាកល្បងចាការផ្ដល់វីសាដោយមិនគិតប្រាក់ទៅឲ្យប្រជាជនចិនដែលចង់មកធ្វើទេសចរនៅកម្ពុជាផងចាតើធ្វើយ៉ាងម៉េចតើមធ្យោបាយដែលលោកហ៊ុនម៉ាណែតថាអាចនឹងធ្វើគ្រប់មធ្យោបាយនឹងហើយនឹងការផ្ដល់ទិដ្ឋាការដោយមិនបង់ប្រាក់សម្រាប់ជនជាតិចិននឹងអាចជួយទៅដល់វិស័យទេសចរដែរទេនៅពេលដែលនៅតែបង្ងើយកន្តើយអំពីរឿងរដ្ឋកម្មឆបោកតាមអនឡាញនេះចាលោកកឹមសុខ Free visa ដល់ជនជាតិចិនទៅទេសចរនៅប្រទេសកម្ពុជាខ្ញុំគិតថាកាន់តែជាន់ពន្លិចវិស័យទេសចរនៅកម្ពុជាខ្ញុំនិយាយបែបនេះមិនមែនរើសអើងជនជាតិចិនទេណាអត់ទេខ្ញុំក៏ធ្លាប់សិក្សានៅប្រទេសចិនដែរនិយាយបែបនេះមិនមែនលំអៀងទៅប្រចាំប្រទេសទេអត់ទេប៉ុន្តែខ្ញុំនិយាយនេះគឺតាក់ទងទៅនឹងសន្តិសុខកាលណានិយាយពីទេសចរត្រូវនិយាយពីសន្តិសុខហើយយើងនិយាយថាចុះជនជាតិចិនទៅប្រទេសកម្ពុជាសន្តិសុខរឿងអី
កុំភ្លេចរបាយការណ៍របស់អ្នកជំនាញអង្គការជំនាញប្រឆាំងនឹងអក្រិតកម្មឆ្លងដែនប្រឆាំងនឹងការលាងលុយកខ្វក់ជាអន្តរជាតិនិយាយច្បាស់ណាស់ថាបញ្ហាអក្រិតកម្មឆ្លងដែនវាមិនមែនត្រឹមតែជារឿងទៅលួចលុយពីប្រទេសផ្សេងៗពីពលរដ្ឋនៃប្រទេសផ្សេងៗនៅជុំវិញពិភពលោកទេក៏មានទាំងការលក់សញ្ជាតិឲ្យជនបរទេសដែរក្នុងនោះភាគច្រើនបំផុតគឺជនជាតិចិនហើយឥឡូវឧទាហរណ៍មិនឧទាហរណ៍ទេឥឡូវចេញគម្រោងមកផ្ដល់ visa free visa ឥតគិតថ្លៃដល់ជនជាតិចិនអញ្ចឹងហើយ